ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាមកមើលការឆ្លងតិចក្រែងរបស់នាងខ្ញុំទៀតណាបងប្អូនអើយចាមិនថាមួយចាមិនថាមួយថ្មីមិនថាបងប្អូននៅក្នុងស្រុកមិនថានៅក្រៅស្រុកទេចាជំរាបសួរទាំងអស់គ្នាចាតែស្មាននឹងគេនៅបងប្អូនទាំងអស់គ្នាហើយចាចំណែកនាងខ្ញុំវិញបងប្អូនហើយនៅកាត់វីដេអូឆ្កឹះតិចក្រែងចែកបងប្អូនទាំងអស់គ្នាមើលអញ្ចឹងណានេះនាងខ្ញុំថាឃើញហើយនិយាយពីថានាងខ្ញុំនៅមិនសុខត្មងបងប្អូនហើយចង់ផុសចែកបងប្អូនទាំងអស់គ្នាមើលតែម្ដងចឹងណាចាហើយកញ្ចក់ជើងគាត់នេះនិយាយពីថាកប់អើយកប់ធំយូរតែមែនតែនអីចឹងណាបងប្អូនហើយមកទៅនាងខ្ញុំឆ្កឹះហើយមកឆ្កឹះបដាហៀទឹកមាត់បដាបងប្អូនហើយនិយាយពីថាវាមកដុំធំអញ្ចឹងតែម្ដងណាចាពីណាត្រង់បានណាបងប្អូនទាំងអស់គ្នាហើយបើលេងមកទឹកដុំទាញមកយឺតដូចស្ករទាញអញ្ចឹងនេះឡាប់ចិត្តទាំងអស់គ្នាមើលណែអូយនៅពេលនេះនាងខ្ញុំដកចេញមកហើយចាគឺគាត់ស្រួលជើងយកមែនតែនតែហ្មងណាចាគាត់ថាសែលជើងឡើងសាឡាចាហើយកញ្ចក់ជើងនេះគាត់ទុកឡើងយូរខែបងប្អូនចូល5-6 ខែហើយតម្រាំនឹងដាច់ចិត្តមកឆ្កឹះនាងខ្ញុំណាចាពួកអីគាត់ថាទុកមកច្រើនអញ្ចឹងទៅទុកឲ្យជាងឆ្កឹះសបាយឆ្កឹះចាចែជាងសបាយឆ្កឹះមែនណាទុកយូរអញ្ចឹងអត់ដឹងឈឺខ្លួនឯងទេណោះចាយើងតិចឆាប់មកធ្វើមកអត់បានឈឺជើងទេចាហើយចំណែកសัตว์រុយសัตว์សុចអីហ្នឹងបងប្អូនទាំងអស់គ្នាតែឆ្កឹះកញ្ចក់ជើងតិចក្រាញ់ណានិយាយពីថាគាត់ហើកលឹងតែក្បែរហ្នឹងអត់ទៅណាទេចាពួកអីវាឈ្ងុយឈ្ងប់ផ្សាយភាយពេញផ្ទះអីចឹងទៅហ្នឹងហើយបងប្អូនមកមើលចានឹងខ្ញុំនិយាយលេងទេណាបងប្អូនទាំងអស់គ្នាចាតិចក្រាញ់គាត់គឺធំមែនតែនហើយនិយាយពីនាងខ្ញុំឆ្កឹះបានមកចាគឺដុំធំហើយឡើងស្វិតបងអូនហើយនឹងខ្ញុំកាត់ម្លិញដើម្បីយកទៅជាក្រាញ់ឲ្យគាត់មកខាងទៀតណាបងអូនចាហើយមើលនេះនឹងខ្ញុំលោកកត្រែតចង់ចូលទេបងអូនទៅយកកបិតជ្រៀកនៅជួយជ្រៀករុញបន្ថែមអីចឹងទៅនឹងខ្ញុំអាចយកបានដល់គល់អញ្ចឹងណាចាហើយនិយាយពីថាបានណាកបិតនឹងជ្រៀកមកនិយាយពីថាវាស្រួលបងអូនហើយអាដៃឆ្កឹះនេះទៀតណាចាគឺវាឆ្កឹះក៏ស្រួលឆ្កឹះទៀតចាវាទូចហើយវារឹងវានិយាយទៅឆ្កឹះយើងឆ្កឹះមួយទំហឹងតែហ្មងបងអូនចាវាអត់វាចវាអត់កោងអីទេចានិយាយពីថាស្រួលឆ្កឹះតែម្ដងហើយដែកនេះទៀតណាបងអូនហើយដល់ពេលដែលយើងឆ្កឹះដោះកញ្ចក់តចាឬមកកញ្ចក់យើងពាក់បិទកាវអីគឺស្រួលមែនតែនហ្មងបងអូនទាំងអស់គ្នាចាវាទូចវាស្ដើងសនុកលុបកែមខាងក្នុងអីហ្នឹងសនុកយកមែនតែនតែម្ដងណាចាហើយកញ្ចក់ជើងភ្ញៀវនេះខ្ញុំកាត់ចិត្តរួចបងអូនហើយខាងនឹងកប់ខាងមួយទៀតក៏កប់ដែរបងអូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាចាមានបំណងចង់ឆ្កឹះតិចក្រាញ់អីអញ្ចឹងណាចាអត់ដឹងថាទៅឆ្កឹះស្គីឯណាចាមិនដឹងទៅរកជាងឯណាដែលបកកែឆ្កឹះតិចក្រាញ់ឬមួយក៏ថាជាងកាត់ឲ្យហើយនៅឈឺមិនបាត់មិនអីអញ្ចឹងទៅចារកជាងថ្មីអីទៀតអញ្ចឹងទៅចាហើយតែនាងខ្ញុំក៏សុំចិត្តបងប្អូនទាំងអស់គ្នានៅពេលដែលកើតតិចក្រាញ់ហើយណាចាគឺកុំឆ្កឹះស្គីខ្លួនឯងអីពួកអីតែឆ្កឹះស្គីខ្លួនឯងហើយវាអាចដាច់សាច់ចាវាអាចរហែកសាច់អីអញ្ចឹងទៅហើយយើងយកអត់អស់ដូចជាងទេបងអូនហើយធ្វើឲ្យវាហើមវាឈឺលើសដើមអីចឹងទៅដល់ពេលមកដល់ជាងយកអត់បានខឹងជាងទៀតហ្នឹងហើយជាងយកមិនបានបងអូនហើយបើកញ្ចក់គាត់ឆ្កឹះខ្លួនឯងនឹងដាច់ខ្ទីអស់ទៅហើយនឹងឲ្យគ្នាទៅរុករមុខយ៉ាងម៉េចឃើញបើទៅឈឺឡើងបានទៅហើយហ្នឹងចាអញ្ចឹងបានជាងគេទៅហាមថាកុំឲ្យឆ្កឹះស្គីខ្លួនឯងនៅពេលបងប្អូនឈឺគឺរត់បរយជាងមកមិនថាមករត់នាងខ្ញុំឬមិនថាទៅរត់ជាងផ្សេងទេដែលបងប្អូនគិតថាកាត់តិចក្រាញ់ឲ្យបងប្អូនបាត់អីចឹងណាចាគឺបងប្អូនគឺប្រយ័ត្នប្រយែងមែនតើដើម្បីឲ្យគេឆ្កឹះស្គីមកបានឲ្យអស់ចានៅពេលដែលកើតឆ្កឹះស្គីហើយយើងទ្រាំទៅណាបងអូនចាបើសិនជាឈឺអីចឹងណាយើងទ្រាំបន្តិចទៅនៅពេលដែលយកចេញបានហើយគឺបាត់ឈឺហើយវាជាហើយវាអត់ណែនអត់ចាក់រុកបុកបតូមនិញអីឲ្យលមាស់ដៃលមាស់ជើងយើងទៀតទេណាបងអូនទាំងអស់គ្នាចាហើយបងប្អូនណាមិនដឹងទេបងអូនហើយប៉ះលីនដាវិញចា
នៅពេលដែលឃើញកញ្ចក់ជើងតិចក្រែងនឹងមកលីនដានឹងសួររីករាយនឹងឆ្កឹះតែម្ដងចាពួកឯងលីនដាចូលចិត្តណាស់ចាបើលីនដាមិនឆ្កឹះស្គីលខ្លួនឯងទេចាក៏លីនដាមកវីដេអូរបស់បងប្អូនយើងចែករំលែកជារៀងរាល់ថ្ងៃអញ្ចឹងដែរចាហើយលីនដាឆ្កឹះនេះចាគឺឆ្កឹះបរៀនបងប្អូនមួយដែរអញ្ចឹងណាចាគ្រាន់តែថាបងប្អូនមើលយល់ដែរអត់ចឹងទៅបងប្អូនអត់យល់អាចឆាតសួរបានឬមួយក៏ comment សួរបានថាឆ្កឹះតិចក្រែងរបៀបម៉េចចាហើយនឹងខ្ញុំនេះយកកត្រៃនេះកាត់ទៀតបងអូននិយាយពីថាកត្រៃនេះយើងលូកជម្រៅបានក៏បានដែរបងអូនចាបើកត្រៃយើងកត្រៃយើងកាត់សាច់ហ្នឹងយើងលូកកាត់អាកែមហ្នឹងអត់បានដល់ខាងក្នុងទេចាតែបើកត្រៃនឹងខ្ញុំលើកកាន់មិញហ្នឹងកត្រៃនៅធំមែនតើដូចកត្រៃយ៉ាក់អញ្ចឹងបងអូនដែរគឺយើងលូកកាត់ដល់គល់ខាងក្នុងដែលយើងចង់កាត់ត្រឹមបានគឺបានត្រឹមហ្នឹងអញ្ចឹងណាចាហើយនេះនាងខ្ញុំឆ្កឹះដៃទៀតបងអូនអើយជ្រៀកក្បិតនឹងមកនិយាយពីថាដេញណាកញ្ចក់គាត់ហ្នឹងនៅជ្រៅតែតែមានជំនួយ 2-3 មុខអញ្ចឹងទៅអាចយកបានអញ្ចឹងណាចាហើយនេះដល់ចាប់ផ្ដើមមើលដៃយើងឆ្កឹះទៀតហើយបងអូនអើយអ៊ីក៏ថានៅពេលដែលឆ្កឹះវាឈឺតិចតួចដែរដល់ពេលឆ្កឹះហើយនិយាយពីថាស្រាលជើងស្រឡះធូរតែម្ដងណាចារឿងអីមិនធូរបើលេងអាជើងនឹងកញ្ចក់កប់មកឡើងពីបេះដូងឡើងដីថែមមកឡើងពីបេះដូងអីទៀតចឹងទៅមិនធ្ងន់មិនល្មមណាបងអូនណាចាវាឡើងក្លំក្រាំងអស់ហើយនឹងវាចង់កើតទៅជាកាហ្វេដាស់កោអស់ហើយនឹងបងអូនអើយចាហើយនាងខ្ញុំនេះណាចាគឺឆ្កឹះស្គីលបងប្អូនទាំងអស់គ្នាអស់ពីចិត្តអស់ពីបេះដូងតែម្ដងចាគឺអត់មានថាឆ្កឹះឲ្យឈឺហើយទុកដណ្ដឹងស្អែកដល់គេមកទៀតអីទេអត់ទេចានាងខ្ញុំឆ្កឹះឲ្យចង់ឲ្យតែពួកគាត់ជាទេចាឲ្យជាទៅកុំឲ្យពិបាកឈឺណាបងអូនហើយកើតតិចក្រាញ់ណាចាឈឺណាពាក់ស្រោមជើងក៏អត់បានពាក់ស្បែកជើងក្តោបមុខក៏អត់បានចង់ពាក់ស្បែកជើងកាញ់ទៅការគេក៏ពិបាកពាក់ចាពួកអីវាហើមឈឺអញ្ចឹងទៅបងអូនហើយនាងខ្ញុំនិយាយផ្លិចមើលអាកញ្ចក់ជើងនេះបងអូនខាងនឹងក៏កប់ដូចគ្នាតែម្ដងចាគឺគាត់ជិះម៉ូតូកម្លាំងនាងខ្ញុំមកទឹកតែបងអូនហើយតម្រាំដាច់ចិត្តចូលណាចាពួកអីកញ្ចក់គាត់នឹងចូលមកឧស្សាហ៍គាត់ឈឺខ្លាំងគាត់ទ្រាំឡើងបានណាបងអូនបានជិះកម្លាំងនឹងគាត់ថាបើមិនចូលទេដឹងអត់បានធ្វើទៀតហើយពួកអីជាងអត់មានតនេទេតែបើកទ្វារខ្វាច់មកគឺរវល់បើកទ្វារខ្វាច់មកគឺរវល់ចាគឺតិចក្រាញ់ច្រើនមែនតើនៅចាំពេញមុខផ្ទះអញ្ចឹងទៅបងអូនណាហើយក៏មានថ្ងៃខ្លះនាងខ្ញុំឆ្កឹះឲ្យបងប្អូនអត់តន់កាត់ឲ្យបងប្អូនអត់តន់បងប្អូនក្អាក់អន់ជប៉ុនចិត្តដោយសារឯនាងខ្ញុំទទួលអត់អស់ទេបងអូនហើយពួកអីឆ្កឹះតិចក្រាញ់មួយចាមិនលឿនទេចូលកន្លះម៉ោងមកថាកញ្ចក់តិចក្រាញ់ណាស់រៀងពិបាកអញ្ចឹងនាងខ្ញុំយកក៏យូរដែរបងអូនទាំងអស់គ្នាហើយមុំតែគាត់កាត់សាច់ហើយលាបជែលលាបអីទៀតវាយូរដែរអញ្ចឹងណាបងអូនទាំងអស់គ្នាចាមិនមែនយើងធ្វើឲ្យភ្លាមទៅភ្លាមព្រិចភ្លាមអីទេណាបងអូនទាំងអស់គ្នាហើយចាហើយនាងខ្ញុំនេះឆ្កឹះឲ្យបងអូនអើយចាកញ្ចក់គាត់នេះគាត់កាត់ចោលអស់មួយកណាត់ទៅហើយបងអូនហើយពួកអីគាត់ថាមើលទៅវាទៅអត់តំណងអីចឹងណាចាបកកាយហើបបកកាយស្អុយកញ្ចក់មានណាឲ្យនាងខ្ញុំឆ្កឹះតែខាងទេអាពីមុខហ្នឹងគាត់កាត់ចោលគាត់ខ្ទេចខ្ទីតែម្ដងបងអូនទាំងអស់គ្នាចាតែមិនថ្មីទេមកដល់លីនដានៅទីឆ្កឹះស្គីលយកឲ្យតតែបានចាហើយលោកប៉ាដែលឃើញម៉ាក់ឈឺកញ្ចក់ជើងអីអញ្ចឹងចាជូនគាត់មកធ្វើផងបងអូនទាំងអស់គ្នាហើយពួកអីគាត់ទ្រាំឡើងបានហើយចាហើយមិនម៉ាអីកុំឲ្យគេដើរជន់ណាបងអូននៅពេលយើងឆ្កឹះតិចក្រាញ់ហើយចាតែគេដើរជន់ឬមួយក៏យើងញ៉ាំរបស់អីយើងអត់ប្រយ័ត្នទៅវារបស់រីកបងអូនទាំងអស់គ្នាធ្វើឲ្យคลายកញ្ចក់ជើងហ្នឹងទៅគឺគេជន់មកយើងឈឺងាយជាទេបងអូនហើយអាចខូចកញ្ចក់អីចឹងណាចាហើយនាងខ្ញុំមានម៉ួយម្នាក់ចានៅពេលដែលគាត់ធ្វើកញ្ចក់រួចហើយបងអូនទាំងអស់គ្នាហើយគឺគាត់ជិះម៉ូតូដើរលក់ដូរធម្មតាអីចឹងទៅពេលអញ្ចឹងគាត់ជិះម៉ូតូទៅក៏គេជន់ជើងគាត់ចាគាត់គេងពេលថ្ងៃក៏មន់មកចាក់ជើងថាអូលោកអើយជិះម៉ូតូក៏គេជន់ដល់ពេលគេងក៏គេមន់ចាក់អីក៏កម្មយ៉ាងនេះទេបងអូនអើយហើយនិយាយពីថាជើងគាត់មិនងាយជាទេបងអូនអើយបើមន់ក៏ចាក់ជន់ក៏គេជន់ចាហើយគាត់ញ៉ាំរបស់អត់សូវតមទៀតនិយាយពីថាអូខ្លាយហៀទឹកឲ្យល្ងៃតែម្ដងណាចាពួកអី
គាត់ហូបអត់ប្រយ័ត្នហើយគេជន់ជើងគាត់ឥឡូវខូចកញ្ចក់បានសម្រេចឯបងអូនអើយចាហើយធ្វើម៉េចទៅមានតែព្យាបាលសារថ្មីទៅមកបានដូចដើមវិញយូរដែរហ្នឹងណាចាហើយនឹងខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានទស្សនាវីដេអូរបស់នឹងខ្ញុំមិនថាវីដេអូវែងវីដេអូខ្លីទេបងប្អូនទាំងអស់គ្នាទៅគាំទ្រចានឹងខ្ញុំជូនពរបងប្អូនមានសុខភាពល្អសំណាងល្អទាំងអស់គ្នាចាបាយបាយទាំងអស់គ្នា